អ្នកជំនាញផ្នែកធម្មពលបានឲ្យដឹងថាក្រមប្រទេសផលិតប្រេងអូប៉ិចបូកត្រៀមយល់ព្រមការពីថ្ងៃអាទិត្យនេះលើការបង្កើនគោលដៅផលិតប្រេងសម្រាប់ខែសីហាការសម្រេចចិត្តនេះនឹងបន្ថែមការផ្គត់ផ្គង់ប្រេងឆៅទៅកាន់ទីផ្សារពិភពលោកដើម្បីជាការឆ្លើយតបនៅតម្រូវការចាំបាច់របស់ពិភពលោកខណៈតម្លៃប្រេងកំពុងធ្លាក់ចុះដោយសាររបាំងនៃច្រកសមុទ្រហូម៉ូសបានបើកឲ្យដំណើរការឡើងវិញជាបណ្ដាសម្រាប់ការនាំចេញប្រេងប្រភពពីរដែលដឹងអំពីទិសដៅនៃការពិភាក្សារបស់អូប៉ិចបូកបញ្ជាក់ថាមុនកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៅថ្ងៃអាទិត្យនេះក្រមប្រទេសផលិតប្រេងបានយល់ព្រមជាគោលការណ៍ក្នុងការបង្កើនកូតាផលិតកម្មជិត20,000 បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាបន្ថែមលើការបង្កើនក្នុងកម្រិតស្រដៀងគ្នាសម្រាប់ខែមិថុនានិងខែកក្កដាតើអ្វីទៅដែលហៅថាអូប៉ិចគឺជាអង្គការអន្តររដ្ឋាភិបាលដែលបង្កើតឡើងដោយប្រទេសនាំប្រេងចេញហើយបច្ចុប្បន្ននេះមានសមាជិកចំនួន12ប្រទេសរួមមានអារ៉ាប៊ីសាអូឌីតអ៊ីរ៉ាក់គុយវ៉ែតនិងវេណេស៊ុយឡាជាដើមដោយឡែកបើគេនិយាយដល់អូប៉ិចបូកវិញនោះមានន័យថាសំដៅលើប្រទេសនាំប្រេងចេញទាំង10ដែលមិនមែនជាសមាជិករបស់អង្គការអូប៉ិចទេក៏ប៉ុន្តែបានចូលរួមសហការជាមួយអង្គការអូប៉ិចដែលពួកគេបានចូលរួមតាំងពីឆ្នាំ2016ដើម្បីគ្រប់គ្រងទីផ្សារប្រេងពិភពលោកឲ្យមានប្រសិទ្ធភាពកាន់តែប្រសើរឡើងសមាជិកសំខាន់បំផុតក្នុងក្រុមនេះគឺរុស្ស៊ីដែលជាបងធំនិងនៅមានប្រទេសផ្សេងទៀតដូចជាមីស៊ីកូអូម៉ង់កាសាស្ថាននិងប្រេស៊ីលជាដើមជាបរិវារសមាជិកស្នូលទាំង7របស់អូប៉ិចបូកដែលរួមមានសមាជិកអូប៉ិចនិងប្រទេសសម្ព័ន្ធមិត្តផលិតប្រេងរួមទាំងរុស្ស៊ីផងបានបង្កើននូវកូតាផលិតកម្មរបស់ខ្លួនចាប់ពីខែមេសាដល់ខែកក្កដាសរុបជិត80,000 បារ៉ែលក្នុងមួយថ្ងៃទោះជាយ៉ាងណាការបង្កើនចង្វាក់នៃការផលិតនេះភាគច្រើននៅតែតួលេខលើក្រដាសនៅឡើយប៉ុណ្ណោះដោយសារសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់បានធ្វើឲ្យច្រកហូម៉ូសត្រូវបន្តបិទទ្វារសម្រាប់នាវាដឹកប្រេងពីសមាជិកសំខាន់មួយចំនួនរបស់អូប៉ិចបូកដូចជាអារ៉ាប៊ីសាអូឌីតគុយវ៉ែតនិងអ៊ីរ៉ាក់ជាដើមសម្រាប់ទិន្នន័យរបស់អូប៉ិចបង្ហាញថាទិន្នផលរបស់ប្រេងអូប៉ិចបូកបានធ្លាក់ចុះមកនៅត្រឹម33លានបារ៉ែលក្នុងមួយថ្ងៃគិតត្រឹមខែឧសភានិងពីជិត43លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែកុម្ភៈយ៉ាងណាទិន្នន័យនេះបានចាប់ផ្ដើមងើបឡើងវិញក្នុងខែមិថុនាដោយសារកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដែលជួយសម្របសម្រួលផ្នែកនយោបាយដល់អេមីរ៉ាតអារ៉ាប់រួមនិងប្រទេសបូកផ្សេងទៀតអាចបើកផ្លូវឲ្យពួកគេនាំចេញប្រេងបានកាន់តែច្រើនក៏ប៉ុន្តែយ៉ាងនេះក្តីការងើបឡើងវិញនេះនៅតែទាបជាងកម្រិតមុនពេលសង្គ្រាមដដែលបើទោះបញ្ហារំខានដល់ការផ្គត់ផ្គង់នៅតែបន្តក្តីក៏តម្លៃប្រេងបានធ្លាក់ចុះវិញបន្តិចបើធៀបកាលពីមុនសង្គ្រាមកត្តាចម្បងនោះដោយសារការនាំចូលប្រេងរបស់មហាយៈចិនបានថយចុះដែលជំរុញឲ្យការនាំចេញពីប្រទេសផលិតប្រេងនៅតំបន់មជ្ឈិមបូព៌ាកើនឡើងហើយកត្តាមួយទៀតគឺការបញ្ចេញស្តុកប្រេងជាយុទ្ធសាស្ត្រសកលក្នុងបរិមាណខ្ពស់បំផុតដែលសម្របសម្រួលដោយទីភ្នាក់ងារធម្មពលអន្តរជាតិលើពីនេះទៅទៀតកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមក៏បានជួយធ្វើឲ្យក្រុមពាណិជ្ជករផលិតប្រេងជឿជាក់ថាការផ្គត់ផ្គង់ប្រេងនឹងវិលត្រឡប់ទៅរកស្ថានភាពដូចដើមវិញនៅចំពេលដែលប្រទេសផលិតប្រេងទាំង7រួមមានអារ៉ាប៊ីសាអូឌីតរុស្ស៊ីអ៊ីរ៉ាក់គុយវ៉ែតអាហ្សេរីកាសាស្ថាននិងអូម៉ង់កំពុងតែបង្កើនទិន្នផលដែលជាផ្នែកមួយនៃការបន្ធូរបន្ថយការផ្គត់ផ្គង់ប្រេងឆៅនៅលើទីផ្សារពិភពលោក